មនុស្សច្រើនចឹងតិចបងប្អូនច្រឡំថាហែកឋិនហែផ្កាយបងប្អូនមិនមែនទេណាបងប្អូនណាគឺបងប្អូនប្រជាពលរដ្ឋយើងនៅស្រុកភូមិខាងនេះនាំគ្នាមកលេងទឹកនៅលើផ្លូវបេតុងមួយខ្សែដែលលិចទឹកនាល្ងាចថ្ងៃទី2តុលា2025នេះខ្ញុំបាទពេជ្ររតនាសូមគោរពនឹងជម្រាបសួរដល់អស់លោកស្រីអ្នកនាងកញ្ញាអ៊ំពូមីងមីលោកយាយលោកតាជាទីគោរពជាទីរាប់អានកាលពីល្ងាចថ្ងៃទី2តុលា2025ខ្ញុំបាទបានចុះទៅផ្ដិតរូបភាពនៅលើផ្លូវអណ្ដូងព្រេងនាស្ពានទី1និងស្ពានទី2ដែលស្ថិតនៅក្នុងឃុំមហាលៀបស្រុកកោះស្ទឹងខេត្តកំពង់ចាមជាប់ព្រំប្រទល់ជាមួយនឹងភូមិទួលគ្រោះខាងកំពង់បឹងឃុំមានស្រុកអូរងឪខេត្តត្បូងឃ្មុំណាបងប្អូនណាគឺជាប់ព្រំប្រទល់គ្នាហើយឃើញថាប្រជាពលរដ្ឋយើងយ៉ាងច្រើនកោះកកុញនាំគ្នាមកលេងទឹកនៅចំណុចលិចទឹកនៃភូមិអណ្ដូងព្រេងនេះហើយសូមបងប្អូនទៅលេងដោយមានការប្រុងប្រយ័ត្នទាំងអស់គ្នាណាបងប្អូនណាពីព្រោះការលេងទឹកនាំឲ្យយើងគ្រោះថ្នាក់ងាយមែនតែនបើយើងមិនបានប្រុងប្រយ័ត្នឲ្យបានខ្ពស់ប៉ុន្តែសូមបញ្ជាក់នៅចំណុចអណ្ដូងព្រេងនេះគឺទឹកអត់មានលិចហូរខ្លាំងដូចតំបន់ផ្សេងទេបងប្អូនគឺទឹកនឹងណាបងប្អូនណាទឹកនឹងហើយចំណុចដែលបងប្អូនលេងទឹកនេះគឺរាក់ទៀតបងប្អូនត្រឹមតែកំភួនជើងទេបងប្អូនមិនចឹងការបង្កគ្រោះថ្នាក់គឺតិចតួចប៉ុន្តែបងប្អូនត្រូវតែប្រុងប្រយ័ត្នណាបងប្អូនណាបាទហើយអមនឹងសងខាងផ្លូវនេះកន្លែងចំណុចលេងទឹកនេះគឺមានដើមឈើនេះបងប្អូនដូចដើមឈើដើមត្រោះដើមចាញទូចហ្នឹងដែលធ្វើឲ្យទប់ទឹកមិនឲ្យទឹកហូរខ្លាំងធ្វើឲ្យទឹកនឹងហូររ៉េតិចហ្នឹងបងប្អូនប៉ុន្តែដូចខ្ញុំបានបញ្ជាក់អញ្ចឹងត្រូវតែប្រុងប្រយ័ត្នណាបងប្អូនណាហើយខ្ញុំផ្សាយនេះមិនមែនបំផុសបំផុលឲ្យបងប្អូនមកលេងទេប៉ុន្តែបើសិនជាបងប្អូនមកលេងសូមមកលេងដោយការប្រុងប្រយ័ត្នគ្រាន់តែចង់ប្រាប់ថានៅផ្លូវនេះពីចំណុចដំណាក់ព្រីងកែងដំណាក់ព្រីងហ្នឹងទៅខាងអូរងឪហ្នឹងគឺទឹកបានលិចហើយមិនអាចបើកបរឡានឬម៉ូតូបានទេណាបងប្អូនណាហើយពីអូរងឪមកវិញក៏ត្រូវតែផ្អាកដំណើរការដែរបងប្អូនឡានឬម៉ូតូមិនអាចបើកបរបានទេប៉ុន្តែម៉ូតូអាចឆ្លងបានបងប្អូនតែបើឡានយើងត្រូវតែវៀងណាបងប្អូនណាបាទអញ្ចឹងសូមបងប្អូនជ្រាបជាដំណឹងថាផ្លូវមួយខ្សែអណ្ដូងព្រេងឆ្ពោះទៅកំពង់បឹងអូរងឪនេះគឺត្រូវបានលិចទឹកនៅចំណុចស្ពានទី1ទី2នៃភូមិអណ្ដូងព្រេងឃុំមហាលៀបស្រុកកោះស្ទឹងខេត្តកំពង់ចាមសូមបងប្អូនជួយ like share ឲ្យបងប្អូនយើងនៅឆ្ងាយបានដឹងផងក្រែងលោគាត់អត់ដឹងជិះមកខកដំណើរបងប្អូនណាពីព្រោះផ្លូវនេះបានរងនៅការទឹកលិចមួយថ្ងៃពីរថ្ងៃបងប្អូនហើយខ្ញុំថតនេះគឺល្ងាចថ្ងៃទី2តុលាសូមបងប្អូនជួយ like ជួយ share ដល់គ្នាគណៈពេលនេះខ្ញុំបាទពេជ្ររតនាសូមអរគុណសូមគោរពលាបាទ